សូមអញ្ជើញលោកអ្នកនាងចុច like ឬចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីទាន់ហេតុការណ៍និងទស្សនាវីដេអូផ្សេងៗទៀតបានគ្រប់ពេលវេលាយើងខ្ញុំសូមជូនការផ្សាយសម្រាប់ព្រឹកថ្ងៃច័ន្ទ7កើតខែភទ្របទឆ្នាំចសម្បត្តិសាសពុទ្ធសករាជ2562ដែលត្រូវនៅថ្ងៃទី17ខែកញ្ញាគ្រិស្តសករាជ2018បាទជាដំបូងនេះសូមអញ្ជើញលោកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅសង្គមស៊ីវិលស្នើឲ្យម្ចាស់អគារទទួលខុសត្រូវលើការស្លាប់កម្មករសំណង់ម្នាក់ក្នុងករណីបាក់អគារនៅខេត្តសៀមរាបលោកសកខេងអះអាងថាលោកជាអ្នករៀបចំផែនការឃុំខ្លួនលោកកម្មសខាក្នុងផ្ទះនេះវិភាគថាសហភាពអឺរ៉ុបនឹងប្រតិការអនុគ្រោះពន្ធដល់កម្ពុជាបើសិនជារបបក្រុងភ្នំពេញមិនអនុវត្តតាមការស្នើសុំរបស់សភាអឺរ៉ុបទេនោះមន្ត្រីសិទ្ធិមនុស្សសមាគមអាតហុកប្រចាំនៅខេត្តសៀមរាបបានស្នើទៅម្ចាស់អគារឲ្យទទួលខុសត្រូវលើការបាត់បង់ជីវិតនៃជនរងគ្រោះដោយសារករណីបាក់អគារនៅជិតតំបន់ Pub Street ខេត្តសៀមរាបកាលពីថ្ងៃទី16កញ្ញាម្សិលមិញមន្ត្រីអង្គការផ្នែកសិទ្ធិមនុស្សនៃសមាគមអាតហុកលោកសួនណារិនលើកឡើងបែបនេះបន្ទាប់ពីមានកម្មករម្នាក់ស្លាប់និង4នាក់ផ្សេងទៀតរងរបួសខណៈកំពុងធ្វើការជួសជុលអគារចាស់ទ្រុឌទ្រោមនោះហើយបាក់រលំសង្កត់លើពួកគេហើយយើងចង់ឲ្យមានការគប់គុំក៏ដូចជាការផ្ដល់នៅអ្វីដែលជាថវិកាក៏ដូចជាជួយដើម្បីជួយជីវភាពដល់គាត់ពីព្រោះមានអ្នកស្លាប់និងមានអ្នកក្បួនទៅណាបាទកាលពីយប់ថ្ងៃអាទិត្យមានករណីរលំអគារសល់ពីសម័យបារាំងនៅតំបន់ Pub Street ជិតផ្សារចាស់ខេត្តសៀមរាបអភិបាលខេត្តសៀមរាបលោកខុមប៊ុនសុងបានប្រាប់សារព័ត៌មានក្នុងស្រុកថាអគារដែលរលំបាក់នៅជិត Pub Street នោះគឺជាអគារចាស់ទ្រុឌទ្រោមសល់ពីចំនួនបារាំងដែលបានសាងសង់ឡើងដោយគ្មានគ្រោងដែកនៅខាងក្នុងនោះទេហើយទើបតែរៀបចំជួសជុលឡើងវិញកាលពីប្រហែលថ្ងៃមុននេះពលករខ្មែរនៅទីក្រុងខ្វាងជូរាប់ពាន់នាក់បានជួបប្រជុំគ្នាធ្វើពិធីបុណ្យភ្ជុំបិណ្ឌតាមបែបព្រះពុទ្ធសាសនាដែលរៀបចំឡើងដោយសមាគមខ្មែរខ្វាងជូដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរទោះបីជាពួកគេរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក្តីបាទតើពិធីបុណ្យដ៏ធំមួយនេះរៀបចំឡើងយ៉ាងដូចម្តេចខ្លះបាទសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារជុំវិញរឿងនេះនៅក្រៅការផ្សាយព័ត៌មានប្រចាំថ្ងៃនៅពេលបន្តិចទៀតនេះបាទសូមអរគុណបាទលោកនាយកទីមេត្រីតើតើនឹងការផ្លាស់ប្ដូរទីកន្លែងឃុំខ្លួនលោកកម្មសខាពីពន្ធនាគារត្រពាំង plong ក្នុងខេត្តត្បូងឃ្មុំមកឃុំខ្លួននៅក្នុងផ្ទះវិញនេះគឺថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអួតអាងថាលោកជាអ្នកបញ្ជាឲ្យដឹកជញ្ជូនលោកកម្មសខាចេញពីពន្ធនាគារត្រពាំង plong ទាំងយប់និងខិតខំកែច្នៃឲ្យការឃុំខ្លួននៅក្នុងផ្ទះស្របតាមច្បាប់វិញទង្វើនឹងសេចក្តីសម្រេចរបស់លោកសខេងដែលជាអនុប្រធានគណៈបកប្រជាជនកម្ពុជាផងនោះហាក់ធ្វើឡើងជំនួសកិច្ចការរបស់តុលាការដែលបានប្រកាសថាការដោះលែងលោកកម្មសខាគឺដោយសារស្ថានភាពជំងឺប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនេះវិភាគមើលឃើញថាការផ្លាស់ប្ដូរទីតាំងឃុំខ្លួនលោកកម្មសខាមិនមែនដោយសារចិត្តធន់នោះទេគឺដោយសារតែក្រុមមេដឹកនាំរបបលោកហ៊ុនសែនបារម្ភពីសម្ពាធអន្តរជាតិលើរបបថ្មីរបស់បកពួករបស់ខ្លួនតែប៉ុណ្ណោះលោកសីបណ្ឌិតរាយការណ៍ព័ត៌មាននេះអនុប្រធានគណៈបកកណ្ដាលអំណាចនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងអះអាងថាលោកបានរៀបចំយុទ្ធសាស្ត្របញ្ជាឲ្យមន្ត្រីម្នាក់ទៅសម្របសម្រួលជាមួយនឹងលោកកម្មសុខានៅក្នុងពន្ធនាគារត្រពាំង plong ដោយយកលិខិតមួយច្បាប់ឲ្យលោកកម្មសុខាសរសេរផ្ទាល់ដៃស្នើសុំកងកម្លាំងការពារខ្លួននៅក្នុងផ្ទះមុននឹងត្រូវបានអនុញ្ញាតឲ្យលោកកម្មសុខាត្រឡប់មកឃុំខ្លួននៅក្នុងផ្ទះវិញលោកសខេងបញ្ជាក់ថាលោកជាអ្នករៀបចំគូសវាសដីឲ្យលោកកម្មសុខាដើរបើកម្លាំងយើងដាក់នៅផ្ទះអត់កើតទេពីព្រោះឃុំខ្លួននៅផ្ទះវាអត់មានច្បាប់តែយើងដាក់ខុសច្បាប់អញ្ចឹងវាមានគូសរង្វង់ផ្លូវនឹងតែកម្មសខានៅតំណឹងយើងទៅអារង្វង់ផ្លូវកញ្ជើងដំបងលែងកើតទេប្រហែលហ្នឹងទៅហើយយើងការពារនឹងដល់អញ្ចឹងវានៅបរិវេណក្នុងវាក្នុងរង្វង់នោះវាទូលាយពេកដល់អញ្ចឹងយើងរកវិធីមួយថាឥឡូវអញ្ចេះព្រៀងសម្បត្តិមួយហើយដើម្បីធានាសន្តិសុខដោយបញ្ហាសន្តិសុខអីចឹងទៅខ្ញុំសូមស្នើអគ្គស្នងការនគរបាលជាតិជួយរៀបចំការពារសន្តិសុខសុវត្ថិភាពសម្រាប់ខ្ញុំហើយយើងយកទៅផានគេទៅចរចាអីភាពប៉ុន្តែយើងអត់យកអាកណ្ដាស់វាយពុំហើយទៅទេអាសហើយទៅទេអុកពីកុំព្យូទ័រទៅទេគឺឲ្យទៅសេដៃដំបងដាក់ថាការពារគេហដ្ឋានហើយដល់បងប្អូនរាយការណ៍មកថាឥឡូវគេសុំលុបពាក្យគេហដ្ឋានហ្នឹងថាក៏បានដែរឲ្យតែការពារសន្តិសុខបានដែរការពារសន្តិសុខមិនតែការពារ2គីឡូទេការពារសន្តិសុខវានៅជាប់នោះការពារបានអញ្ចឹងលុបពាក្យនោះយើងមិនថាដាក់ផ្ទះមិនបានដើម្បីការពារសន្តិសុខដាក់នៅផ្ទះនោះហើយមានអីក៏
គាត់អត់ចោលយើងកើតទេពីព្រោះគាត់អ្នកសុំកម្លាំងការពារពួកច្បាប់យើងអញ្ចឹងច្បាប់យើងអត់ឲ្យមានឃុំខ្លួនក្នុងផ្ទះផងសម្រាប់កម្មការនេះគឺខ្ញុំនិយាយទៅវានេះប៉ុន្តែថាយើងត្រូវតែដំណើរការតាមនីតិវិធីតុលាការឲ្យចប់ត្រូវតែដំណើរការតាមនីតិវិធីតុលាការឲ្យចប់ពីព្រោះបើកាលណាយើងមិនធ្វើតាមនីតិវិធីតុលាការទេរដ្ឋាភិបាលជាអ្នកខុសការចោទប្រកាន់គេគឺមិនត្រឹមត្រូវនេះហើយជាបញ្ហាដែលយើងត្រូវដឹងទាំងអស់គ្នាថាអញ្ចឹងទោះបីយ៉ាងណាក៏ដោយគឺត្រូវមានទីបញ្ចប់បញ្ហាលោកសខេងថ្លែងបែបនេះនៅព្រឹកថ្ងៃទី16ខែកញ្ញាក្នុងពេលដែលលោកចូលរួមជាអធិបតីភាពនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារនិងលទ្ធផលព្រឹត្តិការណ៍បោះឆ្នោតថ្ងៃទី29កក្កដាឆ្នាំ2018នៅទីស្នាក់ការគណបកប្រជាជនកម្ពុជាសាខាខេត្តព្រៃវែងកាលពីម៉ោងប្រមាណ3ទៀបភ្លឺនៅថ្ងៃទី10ខែកញ្ញាតុលាការរបបលោកហ៊ុនសែនបានដោះលែងប្រធានគណបកសង្គ្រោះជាតិលោកកឹមសុខាឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននិងបានដឹកលោកពីពន្ធនាគារត្រពាំង plong មកដល់គេហដ្ឋានរបស់លោកនៅទីក្រុងភ្នំពេញវិញដោយស្ងាត់ទាំងយប់ចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកគីរទ្ធីបានចេញដីកាបង្គាប់ឲ្យដោះលែងប្រធានគណបកសង្គ្រោះជាតិលោកកឹមសុខាកាលពីថ្ងៃទី9ខែកញ្ញាប៉ុន្តែលោកសខេងអះអាងថានៅពីក្រោយរឿងនេះលោកបានបញ្ជាឲ្យមន្ត្រីទៅចរចាជាមួយលោកកឹមសុខានៅក្នុងពន្ធនាគារទាំងយប់ហើយបញ្ជាឲ្យដឹកជញ្ជូនចេញពីពន្ធនាគារត្រពាំង plong ទាំងយប់ធ្វើយ៉ាងណាឲ្យទៅដល់ផ្ទះលោកកឹមសុខាវិញឲ្យបានមុនម៉ោង5ព្រឹកថ្ងៃទី10ខែកញ្ញាឥឡូវនេះយើងយកមកទុកនៅនឹងផ្ទះច្បាប់យើងអត់មានច្បាប់ដេញព្រំតនណាអត់អនុញ្ញាតឲ្យឃុំខ្លួននៅផ្ទះទេអត់មានទេគេថាឃុំខ្លួននៅក្នុងដែនដីណាមួយជាកំណត់ដែលណាមួយជាកំណត់ចង់ធ្វើម៉េចឥឡូវចន្លោះដែរអ្នកសរសេរច្បាប់ព្រំតនហ្នឹងអត់មានឃុំខ្លួននៅផ្ទះអញ្ចឹងរកវិធីខ្ញុំថាឥឡូវព្រៀងឲ្យទៅឲ្យផានយកទៅប៉ាកំផានព្រៀងឲ្យកាន់ពីនឹងទៅដល់ចរចាជាមួយនឹងកម្មការខ្លួនឯងព្រោះផាននេះទៅយកមកជ័យគ្នាម៉ោង3ប៉ុន្តែថាធ្វើម៉េចម៉ោង5ភ្លឺយ៉ាងយូរទៅយកមនុស្សនោះមកឲ្យដល់ភ្នំពេញប្រកបដោយសុវត្ថិភាពឲ្យតម្រាំជ័យគ្នាហើយពេលម៉ោង6ឯងបានចែកផ្លូវគ្នាធ្វើការកាលពីថ្ងៃទី10ខែកញ្ញាអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញបានសរសេរប្រកាសព័ត៌មានអះអាងថាការដោះលែងនេះធ្វើឡើងដោយផ្អែកលើហេតុផលសុខភាពនិងដោយមានការធានាខាងផ្នែកនីតិសម្បទាច្បាស់លាស់ថាលោកកឹមសុខានឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយសកម្មជនគណបកសង្គ្រោះជាតិម្នាក់លោកគង់ម៉ាស់ឲ្យដឹងថានៅមុខផ្ទះដែលគេឃុំឃាំងលោកកឹមសុខានៅខណ្ឌទួលគោកមានកម្លាំងប៉ូលីសជាច្រើនត្រូវបានគេដាក់ពង្រាយគ្រប់ទិសទីជុំវិញផ្ទះនោះហើយនៅពេលដែលមាននរណាម្នាក់ទៅគាំទ្រលោកកឹមសុខានៅខាងក្រៅផ្ទះនោះកងកម្លាំងដែលស្លៀកពាក់ស៊ីវិលបានទៅថតរូបអ្នកគាំទ្រធ្វើឲ្យសកម្មជនមួយចំនួនមានការភ័យខ្លាចបើទោះជាយ៉ាងណាសកម្មជនគណបកប្រឆាំងរូបនេះអះអាងថាលោកកឹមសុខាមិនដែលបានចេញពីផ្ទះមកជួបអ្នកគាំទ្រនៅខាងមុខផ្ទះនោះទេប៉ូលីសគេដាក់គ្រប់ជ្រុងកែងខាងជើងខាងត្បូងហ្នឹងគ្រប់កន្លែងតែម្ដងគេពាក់ឯកសណ្ឋានជាលក្ខណៈស៊ីវិលហើយចាំថតសកម្មជនឬក៏អ្នកមកចុះមកសួរសុខទុក្ខឬក៏មកអើតមើលនៅខាងមុខផ្ទះលោកប្រធានហ្នឹងគេតែងតែយកកាមេរ៉ាថតគេចាប់កាមេរ៉ាគ្រប់ទិសអញ្ចឹងណាហើយជាពិសេសគេថតយកមុខតែម្ដងមានតំណាងរាស្ត្រយើងមួយចំនួនគាត់បានមកដល់ខាងមុខផ្ទះដែរតែគាត់ចុះមកផ្លែតអញ្ចឹងទៅគាត់អត់បញ្ចូលទេព្រោះមានក៏គេតាមថតអីអញ្ចឹងទៅគេការពារខ្លាចគេចោទប្រកាន់ថាអីអនាងរះចូលមកផ្ទះលោកប្រធានអីចឹងណាគាត់មកដែរគាត់មកជួបគ្នាយើងចឹងទៅគាត់ជ័យគ្នាបន្តិចទៅក៏គាត់ចេញទៅចឹងទៅក្នុងដីកាដោះលែងចៅក្រមស៊ើបសួរលោកគីរទ្ធីបានប្រមានមិនឲ្យលោកកឹមសុខាជួបនិយាយជាមួយនឹងអ្នកនយោបាយឬជនបរទេសឡើយលោកសខេងឲ្យដឹងថាប្រធានគណបកប្រឆាំងខេត្តព្រៃវែងម្នាក់គ្រោងរៀបចំកែនអ្នកគាំទ្រឲ្យទៅរៀបចំពិធីជប់លៀងនៅផ្ទះលោកកឹមសុខាប៉ុន្តែមិនអាចសម្រេចទៅបានលោកសខេងអះអាងទៀតថាលោកបានអនុញ្ញាតរួចហើយឲ្យលោកកឹមសុខាផ្ញើសារជាសម្លេងបណ្ដេញអ្នកគាំទ្រចេញពីមុខផ្ទះវិញប៉ុន្តែមិនអនុញ្ញាតឲ្យលោកកឹមសុខាអំពាវនាវមនុស្សឲ្យទៅជួបជុំនៅខាងមុខផ្ទះលោកនោះទេសមាជិកក្រុមអ្នកវិភាគវ័យក្មេងលោកបងដែតយល់ថាលោកសខេងខិតខំប្រឹងប្រែងរៀបចំយុទ្ធសាស្ត្រដើម្បីឲ្យស្របច្បាប់នៅក្នុងការដោះលែងលោកកឹមសុខាបែបនេះគឺបង្ហាញថាមេដឹកនាំរបបលោកហ៊ុនសែនទាំងអស់កំពុងភ័យខ្លាចឥទ្ធិពលសហគមន៍អន្តរជាតិដែលកំពុងសាររើការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាលោកបងដែតបញ្ជាក់ថាក្រុមមេដឹកនាំរបបលោកហ៊ុនសែនបារម្ភពីការផ្ដាច់អនុគ្រោះពន្ធពីសហគមន៍អន្តរជាតិជាជាងនរណាទាំងអស់
ពីព្រោះអ្នកដែលចំណេញពីការអនុគ្រោះពន្ធពិតប្រាកដមិនមែនប្រជាពលរដ្ឋខ្មែរដែលទទួលបានប្រាក់ឈ្នួលតិចតួចនោះទេគឺក្រុមមេដឹកនាំរបបលោកហ៊ុនសែននិងក្រុមហ៊ុនចិននោះទេដែលទទួលបានការចំណេញយ៉ាងច្រើនពីការអនុគ្រោះពន្ធនោះជាការភ័យខ្លាចរបស់គណៈបកប្រជាជនកម្ពុជាមិនមែនរបស់លោកសខេងតែម្នាក់ឯងទេគឺរបស់តាំងពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតាំងពីលោកសខេងអញ្ចឹងអ្វីទាំងអស់ហ្នឹងគឺសុទ្ធតែជាការភ័យខ្លាចមកពីការសើរើឡើងវិញលទ្ធិប្រជាធិបតេយ្យរបស់សហគមន៍អឺរ៉ុបអ្នកវិភាគរូបនេះយល់ថាជំហានបន្តក្រុមមេដឹកនាំនៃរបបលោកហ៊ុនសែននឹងរិះរោចយុទ្ធសាស្ត្របន្តទៀតដើម្បីដោះលែងលោកកំសខាឲ្យមានសេរីភាពឡើងវិញក៏ប៉ុន្តែត្រូវតែបដូរនឹងភាពស្របច្បាប់នៃរបបថ្មីដើម្បីបកពួកលោកហ៊ុនសែនអាចបន្តក្តោបក្តាប់អំណាចបន្តទៀតបានលោកប៊ុងដែតយល់ថានៅពេលដែលសម្ពាធអន្តរជាតិកាន់តែធ្ងន់ធ្ងររបបលោកហ៊ុនសែនអាចនឹងប្រើហេតុផលបង្រួមជាតិដើម្បីជាថ្នូរដោះលែងលោកកំសខានិងការបន្តរក្សាអំណាចរបស់បកពួកខ្លួនបន្តទៅទៀតបាទលោកនាយកទីមេត្រីមេដឹកនាំរបបក្រុងភ្នំពេញកំពុងតែប្រឈមនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតបើសិនជារបបឯកបកនេះមិនកែប្រែស្ថានភាពនយោបាយឲ្យវិលទៅរកលទ្ធិប្រជាធិបតេយ្យនិងដោះលែងអ្នកទោសនយោបាយវិញទេនោះនៃវិភាគនយោបាយលើកឡើងថាសហភាពអឺរ៉ុបមានឥទ្ធិពលលើនយោបាយកម្ពុជាដោយសារតែរបបលហ៊ុនសែនត្រូវការទីផ្សារសហភាពអឺរ៉ុបនិងជំនួយជាចាំបាច់ក្នុងការអភិវឌ្ឍប្រទេសនៃវិភាគនយោបាយលើកឡើងថាកម្ពុជានឹងមិនអាចគេចផុតពីការផ្ដាច់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបឡើយបើសិនជាមេដឹកនាំរបបឯកបកនៅតែរឹងទទឹងមិនព្រមស្ដារស្ថានភាពនយោបាយនៅកម្ពុជាឲ្យប្រសើរឡើងវិញទេនោះអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិលោកអែមសវណ្ណរាមានប្រសាសន៍ថាសហភាពអឺរ៉ុបបានព្រមានដាក់ទណ្ឌកម្មលើរបបលោកហ៊ុនសែនគឺជាជំហានដំបូងដែលគេនឹងដាក់លើមន្ត្រីជាន់ខ្ពស់នៃរបបនេះដែលពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាលោកបញ្ជាក់ថាបើសិនជារបបនេះមិនធ្វើការផ្លាស់ប្ដូរនយោបាយទៅគោរពតាមគោលការណ៍ប្រជាធិបតេយ្យដោយដល់សហភាពអឺរ៉ុបចង់បានទេនោះជំហានទៅមុខទៀតអាចនឹងឈានដល់ការផ្ដាច់ការអនុគ្រោះពន្ធជាមិនខានវាអាចប៉ះពាល់ហើយទៅនឹងគោលការណ៍មួយចំនួននៅក្នុងការវិនិយោគឬការអភិវឌ្ឍសេដ្ឋកិច្ចជាតិបើសិនបើយើងមើលតែបញ្ជីឈ្មោះដែលសហរដ្ឋអាមេរិកលើកឡើង16រូបបន្ថែមហ្នឹងយើងឃើញប៉ះបាត់ហើយយើងឃើញថានៅក្នុងនេះមានក្រុមគ្រួសារនិងលោកនាយករដ្ឋមន្ត្រីហើយកូនលោកម្នាក់ហ្នឹងជំទាវគាត់មានក្រុមហ៊ុនច្រើនអញ្ចឹងខ្ញុំគិតថាវាអាចប៉ះទៅនឹងការវិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាហើយមិនគិតថាយើងមិនអាចគិតទៅទេបាទកាលពីថ្ងៃទី13កញ្ញាកន្លងទៅសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចុងក្រោយទាមទារឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលនៅរាល់បទចោទប្រឆាំងនឹងមេដឹកនាំគណបកសង្គ្រោះជាតិលោកកំសខានិងអំពាវនាវឲ្យមានការដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញជាបន្ទាន់និងដោយឥតលក្ខខណ្ឌសហភាពអឺរ៉ុបក៏អំពាវនាវដូចគ្នាចំពោះករណីអ្នកនយោបាយដទៃទៀតរួមទាំងលោកសំរងស៊ីផងដែរសហភាពអឺរ៉ុបបានស្នើឲ្យនាយកដ្ឋានសេវាកិច្ចការបរទេសរបស់អឺរ៉ុបនិងគណៈកម្មការអឺរ៉ុបរៀបចំបញ្ជីឈ្មោះបុគ្គលដែលទទួលខុសត្រូវក្នុងការរំលាយគណៈបកសង្គ្រោះជាតិនិងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាក្នុងគោលដៅឈានទៅរកការដាក់ចេញនូវវិធានការរដ្ឋបတ်ទឹកការនិងការបង្កកទ្រព្យសម្បត្តិរបស់ជនទាំងនោះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានបានប្រតិកម្មនៅក្នុងប្រព័ន្ធ Telegram កាលពីថ្ងៃទី16កញ្ញាចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុបលើនយោបាយកម្ពុជាដោយមិនក្តាប់បានបញ្ហាជាក់ស្ដែងនិងជាការឆ្លោះបញ្ចាំងឲ្យឃើញថាសហភាពអឺរ៉ុបបានជិតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងកម្រោលលោកសុកអេសានបានសរសេរថាប្រទេសកម្ពុជាជាប្រទេសឯករាជ្យនិងមានអធិបតេយ្យមិនមែនស្ថិតនៅក្រោមនឹមអាណានិគមនិយមរបស់សហភាពអឺរ៉ុបឡើយលោកបានលើកជាសំណួរថាតើសហភាពអឺរ៉ុបសម្រេចសេចក្តីស្នើលើបញ្ហាកម្ពុជាផ្អែកលើច្បាប់អ្វីតើផ្អែកលើរដ្ឋធម្មនុញ្ញនៃសភាសហភាពអឺរ៉ុបឬយ៉ាងណាហើយថាតើមានចែងពីរឿងដាក់ទណ្ឌកម្មលើកម្ពុជាដែរឬទេលោកសុកអេសានបន្ថែមថាសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបគឺមានលក្ខណៈបណ្ដោះអាសន្នមិនអាចយកទៅអនុវត្តបានឡើយដោយសារត្រូវឆ្លងបណ្ដារដ្ឋាភិបាលនៃប្រទេសទាំង28នៃសហភាពអឺរ៉ុបទាំងមូលជាមុនសិនលោកអះអាងថាបណ្ដារដ្ឋាភិបាលប្រទេសសហភាពអឺរ៉ុបត្រូវការពេលវេលាមួយជាក់លាក់ដើម្បីពិភាក្សាតវ៉ាគ្នាទៀតមុននឹងមានសេចក្តីសម្រេចណាមួយជាចុងក្រោយលោកសុកអេសានមានជំនឿថាផ្អែកតាមគោលការណ៍ទាំងនេះសភាសហភាពអឺរ៉ុបនឹងមិនងាយឈានទៅដល់គោលដៅក្នុងការដាក់ទណ្ឌកម្មលើកម្ពុជាតាមបំណងរបស់ខ្លួននៅឡើយឆ្លើយតបនឹងការចោទសួរនេះអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោកអែមសវណ្ណរាបញ្យល់ថាទោះបីជាការដាក់ទណ្ឌកម្មទៅលើរបបលោកហ៊ុនសែនពុំមានចែងនៅក្នុងសភាអឺរ៉ុបក្តីកម្ពុជាជាប់ចំណងមួយដ៏សំខាន់ដែលសហភាពអឺរ៉ុបនៅតែមានឥទ្ធិពលលើនយោបាយនៅកម្ពុជា
គឺពិសេសកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប៉ារីសនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាបានទទួលយកហើយបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាទៀតផងរដ្ឋាភិបាលអ្នកនយោបាយក្រុងភ្នំពេញនេះទៅរកគេហៅថាអ្វីដែលសហភាពរដ្ឋលើកឡើងចំណុចបញ្ហាដែលសហភាពរដ្ឋទាមទារឲ្យគ្រប់តាមឬក៏ធ្វើតាមនឹងខ្ញុំគិតថាសហភាពអឺរ៉ុបអាចបង្អន់ឬក៏បញ្ជាពេលនៃការដកគេហៅថាសំខាន់ជាងគេគឺគម្រោងពាណិជ្ជកម្មសេរីនឹងបើសិនបើអត់ធ្វើតាមទេគឺកម្ពុជាយើងអាចមានបញ្ហាហើយបើសិនបើគាត់អត់ធ្វើតាមបានន័យថាអាភិបអាម៉ាស់នៅក្នុងឆាកអន្តរជាតិបានកាន់តែខ្លាំងបើសិនបើគ្រាន់តែធ្វើតាមអ្វីដែលសហភាពអឺរ៉ុបវាមិនជាបញ្ហាអាម៉ាស់អីទេការប្រមានរបស់ក្រុងភ្នំពេញនេះមិនមែនមានតែសហភាពអឺរ៉ុបតែមួយនោះទេកន្លងមករដ្ឋាភិបាលអាមេរិកវិញក៏បានសម្រេចកាត់ផ្តាច់ជំនួយជាផ្លូវការទៅរបបលោកហ៊ុនសែនដោយសារតែស្ថានភាពរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យធ្ងន់ធ្ងរក្រោយពីរបបលោកហ៊ុនសែនធ្វើទុកបុកម្នេញយ៉ាងដំណំទៅលើអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងការរំលាយគណបកសង្គ្រោះជាតិជំនួយសំខាន់ៗដែលអាមេរិកសម្រេចឈប់ផ្ដល់ដល់របបលោកហ៊ុនសែនតាមរយៈកម្មវិធីរបស់ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ទៅជំនួយដល់អគ្គនាយកដ្ឋានពន្ធដារជំនួយដល់ការកសាងសមត្ថភាពអាជ្ញាធររដ្ឋនៅតាមមូលដ្ឋាននិងជំនួយដល់កងយុទ្ធពលខេមរៈភូមិន្ទជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ត្រូវបានអាមេរិកកាត់ផ្តាច់ដែរនេះវិភាគមើលឃើញថាវិធានការទៅមុខទៀតសហភាពអឺរ៉ុបនឹងសម្រេចដាក់ទណ្ឌកម្មទៅលើរបបលោកហ៊ុនសែនដោយជាការបង្កកទ្រព្យសម្បត្តិនិងការបិទទឹកការឬវីសាដល់មន្ត្រីដែលពាក់ព័ន្ធបើសិនជារបបក្រុងភ្នំពេញមិនផ្លាស់ប្ដូរអរិយាប័ត្រលើគោលការណ៍ប្រជាធិបតេយ្យទេនោះព្រោះថាសហភាពអឺរ៉ុបធ្លាប់បានរំលឹកទៅរបបលោកហ៊ុនសែនជាច្រើនលើកច្រើនសារក្រោយពេលបំពេញបេសកកម្មស្វែងរកការពិតរយៈពេលមួយសប្តាហ៍នៅកម្ពុជាកាលពីមុនបោះឆ្នោតថ្ងៃទី29កក្កដាឆ្នាំ2018រួចមកសហភាពអឺរ៉ុបបានព្រមានឲ្យរបបលោកហ៊ុនសែនជាចុងក្រោយគឺគ្មានអ្វីក្រៅពីការពិចារណាដាក់ទណ្ឌកម្មរួមមានការដកការអនុគ្រោះពន្ធផ្នែកនាំចេញសម្លៀកបំពាក់នោះទេបើសិនជារបបលោកហ៊ុនសែនមិនព្រមស្ដារប្រជាធិបតេយ្យឡើងវិញទេនោះបាទលោកនាងជាទីមេត្រីងាកមកនៅឯក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យឯនេះវិញគឺថាបរដ្ឋរិះគន់អាជ្ញាធរក្រុងនេះថាមិនអើពើរកវិធីជួលរំដោះទឹកចេញពីទីក្រុងដើម្បីសម្រួលដល់ការធ្វើដំណើរជូនបរដ្ឋនោះទេការលើកឡើងនេះដោយសារទឹកជំនន់ទឹកភ្លៀងបានឡើងលេចផ្លូវជាច្រើនខ្សែនៅក្រុងប៉ោយប៉ែតអស់ជាច្រើនថ្ងៃមកហើយមិនទាន់ស្រកវិញឡើយទេចំណែកឯអាជ្ញាធរបានត្រឹមតែនាំគ្នាទៅឈរមើលទឹកដោយមិនមានចំណាត់ការជាដុំកំភួននោះឡើយបាទលោកសេបណ្ឌិតរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមួយចំនួនលើកឡើងថាប្រសិនបើអាជ្ញាធរមានបច្ចេកទេសនៅក្នុងការជួយរំដោះទឹកឲ្យបានត្រឹមត្រូវនោះនៅតាមដងផ្លូវនឹងមិនមានទឹកលិចជាច្រើនថ្ងៃដូចនេះទេប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែតម្នាក់លោកសុកជីតុងឲ្យដឹងនៅថ្ងៃទី16កញ្ញាថាទឹកជំនន់ទឹកភ្លៀងលិចផ្លូវជាច្រើនកន្លែងនៅក្នុងនោះលិចផ្លូវជាតិលេខ5នៅក្នុងសង្កាត់ប៉ោយប៉ែត1គីឡូម៉ែត្រនិងលិចផ្លូវនៅទីប្រជុំជននៅក្នុងសង្កាត់នេះជាច្រើនកន្លែងទៀតនឹងបានបង្កការលំបាកយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវតំបន់ផ្លូវលិចទឹកនិងអ្នករស់នៅក្រុងប៉ោយប៉ែតធ្វើឲ្យពិបាកធ្វើដំណើរហើយប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែកន្លែងខ្លះទឹកលិចក្បែរជង្គង់នៅពេលរថយន្តឬម៉ូតូបើកឆ្លងកាត់ផ្លូវនោះម្ដងទឹកបានហូរចូលផ្ទះអ្នកស្រុកនិងដួលម៉ូតូជាញឹកញាប់ទៀតផងហើយបញ្ហាដែលធ្វើឲ្យមានការលំបាកខ្លាំងនោះគឺផ្លូវមួយចំនួននៅក្នុងក្រុងប៉ោយប៉ែតនេះត្រូវបានអាជ្ញាធរមិនមានធ្វើការហាមឃាត់ទៅលើក្រុមឈ្មួញបាទរោគស៊ីក្លុកស៊ីម៉ងនឹងហើយម្ចាស់សំណង់ផ្សេងៗក៏គាត់មិនព្រមផ្អាកសំណង់សិនទេគាត់នៅតែបន្តរថយន្តក្លុកស៊ីម៉ងកាត់មុខផ្លូវបេតុងដែលគាត់ចំណាយថវិកា 100% ផងដែរបាទបើសិនជាមានគម្រោងដូចជា Master Plan អាជ្ញាធរក្រុងធ្វើយូរហើយតែមិនបានធ្វើនោះបើសិនជាមានប្រព័ន្ធលូ 3-4 ប្រព័ន្ធលូសម្រាប់ហូរទៅអូទៀតតែក្រុងប៉ោយប៉ែតអត់មានការលេខទេប៉ុន្តែដោយសារតែរហូតដល់ពេលនេះហើយគម្រោងនៅតែជាគម្រោងមិនទាន់ឃើញមានអាជ្ញាធរអនុវត្តធ្វើនៅឡើយទេចំណែកប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ទៀតថ្លែងថាទឹកលិចនេះមានរយៈពេលជិត1សប្តាហ៍ហើយដោយមិនទាន់ឃើញស្រកទៅវិញឡើយប្រជាពលរដ្ឋរូបនេះអះអាងទៀតថាទឹកឡើងលិចផ្លូវជាច្រើននេះដោយសារតែអាជ្ញាធរគ្មានបច្ចេកទេសដើម្បីរំដោះទឹកចេញពីក្រុងព្រោះបើសិនជាអាជ្ញាធរមានឧបករណ៍បូមទឹកទម្លាក់ទៅអូរព្រំដែនកម្ពុជាថៃត្រឹមតែ3គ្រឿងប៉ុណ្ណោះគឺទឹកនឹងស្រកអស់ពីផ្លូវមិនពិបាកធ្វើដំណើរដូចពេលនេះទេបើនិយាយទៅស្ទះតាំងពីម្ដុំលខ្ជូងហើយផ្លូវស្ទះទួហ្នឹងហើយនឹងផ្លូវលីហេឆាយហ្នឹងគឺលិចតែបដ ாய் លិចធំដូចដែរហ្នឹងលើជង្គង់ឡាស់
អូបាច់ចាំដល់100គ្រឿងទេនេះតែ5គ្រឿងហ្នឹងទៅអស់បាត់ហើយប៉ុន្តែអត់មានផងអត់មានសិនមានអីមករបស់ផងឃើញអត់មានមកដល់ឃើញតែដើរមើលចឹងទៅឲ្យមុខលុងមុខអីហើយនៅតែស្ទះអត់មានសិនអីមករំដោះផងតែមកគ្រឿងយកមកបូមចេញអាមិនធំហ្នឹងក៏មិនស្ទះដែរព្រោះអីវាមានប្រព័ន្ធអូហូចូលទៅដែរតើតើនៅបញ្ហានេះអភិបាលក្រុងប៉ោយប៉ែតលោកសានសិនហូមានប្រសាសន៍ថាទឹកលិចនេះដោយសារនៅក្រុងប៉ោយប៉ែតមានភ្លៀងធំធ្លាក់ជាប់គ្នាចំនួន3ថ្ងៃមកហើយទើបធ្វើឲ្យផ្លូវមួយចំនួនបានលិចលង់ក៏ប៉ុន្តែមិនទាន់មានការខូចខាតផ្លូវនៅឡើយទេអភិបាលក្រុងរូបនេះអះអាងទៀតថាអាជ្ញាធរបានហាមឃាត់មិនឲ្យរថយន្តដឹកធ្ងន់បើកបរនៅលើផ្លូវលិចទឹកនោះទេហើយអាជ្ញាធរក្រុងក៏បានចុះទៅពិនិត្យមើលតំបន់ទឹកលិចផ្លូវនោះជាប្រចាំទាំងទេក្រោយពីការស្រកទៅបានយើងត្រូវពិនិត្យមើលត្រូវជួសជុលឡើងវិញតាណាដែលត្រូវខូចឥឡូវនេះកំពុងតែសម្រុកនៃការដាលូស្ទះជារួមយើងក៏តែធ្វើ2ខែមកហើយដែលយើងធ្វើណាដាបាក្រុមដាលូនេះបាលូក្រុមកាយយើងក្រោយពីយើងជួសជុលផ្លូវពេលភ្លៀងធ្លាក់យើងបីលុកនឹងស្ដាលូនេះបាទវាជារួមទៅនឹងអាមុខទឹកមុខអីនេះចាប់ដើមនាំគ្នាធ្វើពីមុនណាហើយក្រោយពីខ្ញុំចូលកាន់តំណែងយើងចេះតែបើចេះតែធ្វើទៅវាដូចតែសភាពយើងខំមុនដែរខំបីលុកធ្វើមុនតែបើធ្វើក៏អត់ឆ្លៀតចំណែកប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ទៀតអះអាងថាទឹកចំនួននេះបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ដោយសារតែរថយន្តដឹកទំនិញបើកបរនៅលើដងផ្លូវលិចទឹកហើយរលកបានបោកទៅលើអ្នកជិះម៉ូតូបណ្ដាលឲ្យដួលបុករថយន្តស្លាប់នៅនឹងកន្លែងកាលពីថ្ងៃទី13ខែកញ្ញាឡានវាបើកវាអត់ដឹងថាទឹកជ្រៅទឹករយៈដែរវាចេះតែពួយក្រំមកដែរទៅវាផាតទឹកម៉ូតូនោះមកវាគិតមិនរួចបើលោកនោះមកមូលចូលឡានវិញធ្វើដំណើរនឹងវាលំបាកទឹកលិចទៅជួនកាលទៅឡានបើឡានគេចេះអនុគ្រោះបើកផ្សេងមកអាចបើកបានអាចជិះគ្នាទៅវិញមកបានឲ្យឡានខ្លះវាអត់គ្រប់ទេពីលេងហឹកសាច់យកទៅអញ្ចឹងមកទៅប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតអះអាងថាកន្លងមកទឹកមិនធ្លាប់លិចក្រុងយូរថ្ងៃដូចឆ្នាំនេះទេដោយសារតែប្រមាណឆ្នាំចុងក្រោយនេះមានសំណង់អគារកើតឡើងច្រើននិងមានការចាក់លុបដីនៅតំបន់ទំនាបហើយលូរំដោះទឹកមានទំហំតូចធ្វើឲ្យទឹកមិនអាចហូរធ្លាក់ទៅអូរព្រំដែនកម្ពុជាថៃដោយពេលមុនបានអភិបាលក្រុងប៉ោយប៉ែតលោកសានសិនហូអះអាងថានៅឆ្នាំក្រោយទឹកនឹងមិនលិចផ្លូវក្រុងប៉ោយប៉ែតទៀតទេព្រោះធនាគារ ADB នឹងបើកដំណើរការដាក់ប្រព័ន្ធលូជ្រុងដើម្បីរំដោះទឹកនៅក្រុងមួយនេះនៅឆ្នាំ2019ក៏ប៉ុន្តែប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមិនទាន់មានជំនឿជាក់ទៅលើគម្រោងនេះថានឹងបានជោគជ័យកម្រិតណានោះទេព្រោះគម្រោងជាច្រើនមានការសហការជាមួយនឹងអាជ្ញាធរក្រុងកន្លងមកធ្វើអស់ថវិកាច្រើនតែសំណងគ្មានគុណភាពដូច្នេះការដាក់ប្រព័ន្ធលូរំដោះទឹកនេះក៏មិនខុសគ្នាដែរពលគឺប្រសិនបើមិនមានការត្រួតពិនិត្យសំណងមួយនេះឲ្យបានច្បាស់លាស់នោះទេគឺទឹកនឹងបន្តលិចក្រុងប៉ោយប៉ែតដូចឆ្នាំនេះដដែលពលករខ្មែរនៅទីក្រុងខ្វាងជូរាប់ពាន់នាក់បានជួបជុំធ្វើពិធីបុណ្យភ្ជុំបិណ្ឌតាមបែបព្រះពុទ្ធសាសនាដែលរៀបចំឡើងដោយសមាគមខ្មែរខ្វាងជូដើម្បីលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរទោះបីជាពួកគាត់រស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក្តីប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំនៅកូរ៉េខាងត្បូងលោកយឹមស៊ីណនបានឲ្យដឹងថាសមាគមខ្មែរខ្វាងជូបានរៀបចំកម្មវិធីនេះក្រៅពីលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរនោះក៏ជាបំណងមួយដើម្បីឲ្យគ្រប់និន្នាការនយោបាយឲ្យចេះសាមគ្គីរួបរวมគ្នាជាខ្មែរតែមួយដើម្បីឆ្លុះបញ្ចាំងឲ្យមេដឹកនាំខ្មែរមើលឃើញពីការសាមគ្គីភាពគឺជារឿងសំខាន់រវាងខ្មែរនិងខ្មែរបាទសូមលោកនាងស្ដាប់បទសម្ភាសន៍របស់លោកទីនសាការីយ៉ាជាមួយលោកយឹមស៊ីណនប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េខាងត្បូងអំពីបញ្ហានេះដូចតទៅកាលពីថ្ងៃទី16កញ្ញានេះខាងពលករខ្មែរនៅប្រទេសកូរ៉េហ្នឹងនៅទីក្រុងខ្វាងជូហ្នឹងគឺបានធ្វើពិធីប្រជុំបិណ្ឌតាមប្រពៃណីខ្មែរតើការធ្វើពិធីប្រជុំបិណ្ឌនៅទីក្រុងខ្វាងជូនេះមានអ្នកណាខ្លះចូលរួមហើយមានចំនួនប្រមាណអ្នកដែរបាទជាធម្មតានៅក្នុងប្រទេសកូរ៉េនេះគឺនៅតាមបណ្ដាទីក្រុងមានសមាគមខ្មែរនីមួយៗដែលគេបង្កើតឲ្យមានពលករពលករនីដែលជាសមាជិកគាត់តែងតែរៀបចំឲ្យមានជាការគាំពៀការលើកតម្កើងនៅតម្លៃវប្បធម៌ប្រពៃណីខ្មែររបស់យើងទៅតាមរដូវកាលឧទាហរណ៍បើប្រជុំបិណ្ឌគាត់ធ្វើកម្មវិធីជួបជុំគ្នាទៅពេលចូលឆ្នាំគាត់ជុំគ្នាទៅតាមអ្វីគាត់ជាគោលការណ៍ឬក៏ជាគម្រោងដែលគាត់រៀបចំហើយចាស់ស្ដែងនៅថ្ងៃទី16នេះរូបខ្ញុំផ្ទាល់ក៏មានកិត្តិយសដោយ
មានការអញ្ជើញពីប្រធានសមាគមនៃទីក្រុងក្វាងជូរបស់ខ្មែរហ្នឹងក៏ក្លាយជាភ្ញៀវកិត្តិយសដើម្បីចូលរួមក្នុងការជាការអបអរសាទរក្នុងការបង្កើតនៅព្រឹត្តិការណ៍នៃការបន់ប្រជុំបិណ្ឌនឹងដែរហើយក៏មានតាមមើលក៏មានការអញ្ជើញឯករាជ្យទូតខ្មែរលោកឡុងលីម៉ងចូលរួមក្នុងនោះដែរជាមួយនឹងសហការីឃើញថាអ្នកចូលរួមមានច្រើនមានដល់រាប់ពាន់អ្នកនៅក្នុងកម្មវិធីហ្នឹងបាទមានកម្មវិធីច្រើនក្នុងនោះគឺមានការដាក់បាតលោកផងមានលោកគាត់ធ្វើជាគេថាសម្ដែងធម៌ទេសនាយើងដាក់បាតរាប់បាតអីជាដើមគឺគាត់ធ្វើទៅដូចស្រុកខ្មែរដែរបាទលោកនឹងនិមន្តពីកម្ពុជាទៅឬក៏លោកពុទ្ធសាសនានៅទីនោះបាទនៅទីនេះតាមដែលខ្ញុំដឹងគឺមានលោក2អង្គដែលលោកមានពនាមលោកបដិជនរិនសារ៉ូដែលលោកគង់នៅជិតទីក្រុងសេអ៊ូលមួយអង្គហើយនិងលោកមួយទៀតគឺលោកពៅសុភ័ក្រដែលលោកគង់នៅខាងក្រោមនៃក្រុងសេអ៊ូលគឺនៅប៉ែកខាងក្រោមអញ្ចឹងទៅមានលោក2អង្គដែលលោកគង់ជាអចិន្ត្រៃយ៍លោកមកស្នាក់នៅរៀនសូត្រនៅពេកករ៉េហ្នឹងបានបង្កើតឲ្យមានជាមជ្ឈមណ្ឌលមួយទៅតាមកន្លែងដើម្បីគាំពៀពលរដ្ឋរបស់យើងឲ្យពលរដ្ឋមកស្នាក់នៅអាស្រ័យដើម្បីស្វែងរកការងារធ្វើឬក៏មកស្វែងរកធម៌មករៀនសិក្សាហ្នឹងបាទសំណមានប្រសាសន៍មិនថាការដែលក្នុងពិធីរៀបចំពិធីប្រជុំបិណ្ឌនេះក៏មានការចូលរួមពីអគ្គរដ្ឋទូតខ្មែរប្រចាំនៅប្រទេសកូរ៉េនឹងដែរហើយក៏មានពលករជាច្រើនរាប់ពាន់អ្នកចូលរួមមកពីតំបន់ផ្សេងៗគ្នាតើពិធីនេះការជួបជុំនៅក្នុងពិធីនឹងក្រៅអំពីការលើកស្ទួយវិស័យវប្បធម៌ប្រពៃណីជាតិខ្មែរនឹងមានបំណងអ្វីផ្សេងទៀតទេបាទសម្រាប់ជាគោលជំហររបស់សមាគមខ្មែររបស់យើងគឺគ្រាន់តែចង់លើកស្ទួយអំពីវប្បធម៌ប្រពៃណីខ្មែររបស់យើងទីក្នុងនាមជាពលរដ្ឋខ្មែរដែលតែគាត់គិតអំពីកាតព្វកិច្ចនៃជនជាតិមួយដែលមានវប្បធម៌អរិយធម៌រីចម្រើនក្នុងសកលលោកនេះគឺគាត់ចង់បង្ហាញចង់បន្សល់ចង់បង្កើននិងចង់ពង្រីកនៅអ្វីដែលមានប៉ុន្តែសម្រាប់វត្តមានរបស់ស្ថានទូតចូលមកនៅក្នុងកម្មវិធីខ្ញុំសង្កេតមើលឃើញថាมันបានដូចជាมันបានលើកថ្លែងសារក្នុងការជំរុញលើកទឹកចិត្តឬក៏គ្រប់គ្រងឬការថាបង្ហាញអំពីចេតនាណាមួយដើម្បីជាការលើកទឹកចិត្តឲ្យបងប្អូនហ្នឹងគេថាបង្ហាញពីវប្បធម៌របស់យើងឬគ្រប់គ្រងមកនេះប៉ុន្តែភាគច្រើនទៅនិយាយឬក៏ទៅថ្លែងការទៅរឿងសមិទ្ធផលនៃការងារឬក៏កោតសរសើរអំពីរដ្ឋាភិបាលនៃការបញ្ជូនពលករមកដល់ហ្នឹងវាហាក់បីដូចជាផ្ទុយទៅលើបរិយាកាសនៃកម្មវិធីបន់ទានណានេះគាត់ជាការមើលឃើញរបស់ខ្ញុំក្នុងនាមជាពលរដ្ឋម្នាក់ដែលបានចូលរួមនោះគឺឃើញហាក់បីដូចថាថ្លែងសារនយោបាយហ្នឹងវាខុសពីស្ថានភាពពិតនៃកម្មវិធីដែលគេបង្កើតឲ្យមានជាការបង្ហាញវប្បធម៌ប្រពៃណីខ្មែររបស់យើងហ្នឹងបាទបញ្ហាសំខាន់មួយទៀតតើនៅក្នុងកម្មវិធីទាំងមូលនឹងដែលរៀបចំតាមបែបប្រពៃណីពុទ្ធសាសនាក្នុងគោលបំណងដើម្បីបង្ហាញឲ្យប្រទេសកូរ៉េស្គាល់អំពីតម្លៃវប្បធម៌របស់ខ្មែរហ្នឹងមានកម្មវិធីអីផ្សេងទៀតទេបាទអ្វីដែលគាត់អាចធ្វើបានគឺគាត់បានធ្វើតាមលក្ខណៈជាពុទ្ធសាសនាមានការគេថាជាការសម្ដែងធម៌ទេសនាមានអីជាដើមរាប់បាតរាប់អីប្រគេនគេថាបច្ច័យទៅប្រសង់ឬក៏ស្អីហ្នឹងគឺគាត់បានរៀបចំខ្ញុំឃើញថាលទ្ធភាពហ្នឹងវាល្អប្រសើរទៅតាមមួយកម្រិតធំទៅលើបញ្ហាសាសនាហើយគាត់ថាចំណុចសំខាន់ដែលគាត់រៀបចំចុងក្រោយគាត់បានបង្ហាញជាសិល្បៈជាការបង្ហាញជាអាយ៉ៃមានរបាំស្គរដីមានរបាំរាំស្អីគឺច្រើនមុខមែនទែនហើយជាពិសេសហ្នឹងគឺការរាំវង់ប្រពៃណីខ្មែររបស់យើងរកក្បាច់សារវ័នឡាំគឺគាត់បានបង្កឲ្យបរិយាកាសសម្រាប់បងប្អូនដែលចូលរួមគឺឲ្យមានបន្សល់នៅភាពញញឹមស្រស់ស្រាយដាក់គ្នារាំរែកជាមួយនឹងគ្នាបន្សល់លើអនុស្សាវរីយ៍គឺជាគេថាចង់បង្កឲ្យមានភាពកក់ក្ដៅរវាងខ្មែរនិងខ្មែរដែលបានមករស់នៅក្រៅប្រទេសហ្នឹងកុំឲ្យភ្លេចអំពីវប្បធម៌ប្រពៃណីខ្មែររបស់យើងបាទត្រឹមត្រូវបាទសូមអរគុណច្រើនស៊ីណនមានចុងក្រោយមានអ្វីបន្ថែមទេបាទការដែលធ្វើពិធីនេះគោលបំណងសំខាន់គឺថាដើម្បីឲ្យពលករទាំងអស់គ្នានៅទីណាក៏ដោយមករួបរวมគ្នាមកពីខាងគណៈបកណាក៏ដោយដើម្បីបង្ហាញពីប្រពៃណីវប្បធម៌របស់ខ្មែរនៅក្នុងស្ថានភាពនយោបាយបច្ចុប្បន្ននេះវិញតើអ្នកនយោបាយគួរទៅដល់ពេលដើម្បីចាប់ដៃគ្នារួបរวมគ្នាដូចតែពលករកូរ៉េកំពុងធ្វើនេះទេបាទអរគុណលោកទានសកលយាខ្ញុំពេញចិត្តសំណួរនេះប៉ុន្តែសារនយោបាយសារមតិថ្លែងការណ៍របស់ខ្ញុំក្នុងកម្មវិធីនៃពិធីជុំបិណ្ឌនេះខ្ញុំបានលើកឡើងថាក្នុងនាមខ្ញុំជាខ្មែរម្នាក់
ខ្ញុំអំពាវនាវឲ្យខ្មែរគ្រប់រូបមេត្តាដោះអាវគណៈបកចេញក្នុងថ្ងៃដែលយើងធ្វើកម្មវិធីដែលជាកម្មវិធីរំពេញនៃជាតិនៃការលើកស្ទួយវប្បធម៌ជាតិនេះគឺយើងដោះអាវបកចេញយើងលើកស្ទួយរួមដៃគ្នាលើកស្ទួយប្រពៃណីខ្មែររបស់យើងអញ្ចឹងទស្សនវិជ្ជានៃការដែលគេបង្កើតគឺចង់បង្កើតឲ្យខ្មែរទាំងអស់នឹងគ្រប់និន្នាការនយោបាយឲ្យចូលរួមក្នុងការសម្ដែងនៅភាពសាមគ្គីគ្នាភាពនៃខ្មែរតែមួយដើម្បីឲ្យយើងបង្កើតគេថាវប្បធម៌មួយថ្មីសម្រាប់ខ្មែរសាមគ្គីខ្មែរលើកស្ទួយខ្មែរលើកស្ទួយកិច្ចការរបស់ខ្មែរពីគួរតែនយោបាយហ្នឹងយកគំរូតាមយុវជនឬក៏យកគំរូតាមអ្វីដែលជាភាពសាមគ្គីរបស់ខ្មែរនិងខ្មែរហ្នឹងបាទតើតើនឹងការសាមគ្គីការបង្រួបគ្នារវាងមេដឹកនាំខ្មែរនេះយើងនឹងចាំមើលបន្តទៀតថាតើនឹងទៅជាយ៉ាងណាបាទសូមអរគុណច្រើនលោកស៊ីណនបាទអរគុណលោកទីនសាការីយ៉ាបាទជំរាបបាទលោកនាងទើបបានស្ដាប់បទសម្ភាសន៍រវាងលោកទីនសាការីយ៉ានិងលោកយឹមស៊ីណនប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េខាងត្បូងអំពីសមាគមខ្មែរខ្វាងជូបានរៀបចំធ្វើពិធីបុណ្យភ្ជុំបិណ្ឌនៅប្រទេសកូរ៉េខាងត្បូងដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរកម្ពុជាគ្រោងទុកជាច្រើនឆ្នាំមកហើយថានឹងកសាងទំនប់វារីអគ្គិសនីថ្មីមួយនៅលើទួលនៃទន្លេមេគង្គនៅស្រុកសម្បូរខេត្តកោះចេះទោះបីជាមិនទាន់កំណត់ពេលវេលាជាក់លាក់ពីដំណើរការទំនប់វារីអគ្គិសនីក៏ដោយក៏មានការហាងថាគម្រោងនេះមានដំណើរការតាមជំហានជាបន្តបន្ទាប់អស់ជាច្រើនឆ្នាំមកហើយដោយចាប់ផ្ដើមពីការជួលវិទ្យាស្ថានបរទេសឲ្យស្រាវជ្រាវជំហានដំបូងពីផលប៉ះពាល់និងជំរឿសនានាពីទំនប់នេះមន្ត្រីរដ្ឋាភិបាលថាការសិក្សាគម្រោងនេះអាចប្រើពេល3ឆ្នាំទៀតមុននឹងឈានទៅដល់ការសម្រេចថានឹងសាងសង់ឬក៏មិនសាងសង់អង្គការមិនមែនរដ្ឋាភិបាលមានការព្រួយបារម្ភពីផលប៉ះពាល់ថាអាចនឹងមានទំហំធំធេងជាងទំនប់វារីអគ្គិសនីដទៃទៀតនៅកម្ពុជាបាទតើគម្រោងទំនប់វារីអគ្គិសនីសម្បូរអាចនឹងមានផលប៉ះពាល់យ៉ាងណាខ្លះទៅលើបរិស្ថាននិងសង្គមរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះបាទសូមលោកនាងស្ដាប់សេចក្តីរាយការណ៍ពិស្ដាររបស់អ្នកស្រីសុជីវីជុំវិញបញ្ហានេះដូចតទៅគម្រោងទំនប់វារីអគ្គិសនីសម្បូរត្រូវបានអ្នកស្រាវជ្រាវចាត់ទុកថាជាទំនប់ធំជាងគេបំផុតនៅលើទួលទន្លេមេគង្គប្រសិនបើទំនប់នេះត្រូវបានកសាងឡើងតាមផែនការដែលបានគ្រោងទុកមែននោះចំណែកផលប៉ះពាល់ក៏មានទំហំធំធេងទៅតាមនោះដែរនាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេ3លោកលៀងប៊ុនលៀបមានប្រសាសន៍ថាលោកបារម្ភពីផលប៉ះពាល់ដែលអាចនឹងធ្ងន់ធ្ងរម្យ៉ាងដោយសារទំនប់វារីអគ្គិសនីនេះមានទំហំធំហើយម្យ៉ាងទៀតគឺទំនប់នេះស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនជាពិសេសគឺទំនប់នេះនៅគៀកនឹងខេត្តសំខាន់ៗរួមនឹងរាជធានីភ្នំពេញផងហើយប្រសិនបើមានបញ្ហាគ្រោះថ្នាក់សួរថាតើទីក្រុងភ្នំពេញដែលជាបេះដូងសេដ្ឋកិច្ចប្រទេសកម្ពុជាហើយនឹងមនុស្សដណែនតាន់តាប់តាំងពីខេត្តកំពង់ចាមខេត្តកណ្ដាលអីទាំងអស់ហ្នឹងរាប់លានអ្នកហ្នឹងតើនឹងមានគ្រោះថ្នាក់ប៉ុណ្ណាបើប្រៀបធៀបទៅនឹងឡាវដែលនៅក្នុងខេត្តអត្តពឺជាដែនតំបន់ជាភ្នំផងក៏ខាតប៉ុណ្ណឹងលោកបន្តថាការបាក់ទំនប់វារីអគ្គិសនីសេពៀនសេណាមណយនៅក្នុងខេត្តអត្តពឺប្រទេសឡាវបានសម្លាប់មនុស្ស36នាក់និងជិត100នាក់បាត់ខ្លួនគឺជាឧទាហរណ៍ជាបទពិសោធន៍និងជាគំរូដែលរដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់ទំនប់វារីអគ្គិសនីនៅក្នុងប្រទេសឡាវបានបាក់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងកាលពីខែកក្កដាកន្លងទៅទំនប់នេះផ្ដល់ថាមពលអគ្គិសនីទំហំ410មេហ្គាវ៉ាត់ពលគឺមានកម្លាំងតូចជាងគម្រោងទំនប់វារីអគ្គិសនីសម្បូរដល់ទៅជាង6ដងលើសពីនេះទំនប់នេះនៅមិនទាន់បញ្ចប់ការសាងសង់នៅឡើយទេនឹងបានដាក់ឲ្យដំណើរការបណ្ដោះអាសន្នចំនួន2ទួប៊ីនកាលពីកំឡុងខែកក្កដាដដែលនោះការសាងសង់ទំនប់នេះជាផ្នែកមួយនៃគម្រោងវារីអគ្គិសនីដ៏ធំមួយរបស់ក្រុមហ៊ុនថាបពលសេណាមណយដែលមានភាគហ៊ុនជាមួយនឹងក្រុមហ៊ុននៃប្រទេសកូរ៉េខាងត្បូងឈ្មោះថា SK Engineering Construction and Korea Western Power អ្នកជំនាញសង្ស័យចំពោះមហន្តរាយនៃទំនប់នេះថាអាចបណ្ដាលមកពីបញ្ហានៅក្នុងការសាងសង់និងកង្វះការតាមដានត្រឹមត្រូវរួមនឹងការសិក្សាពីហេតុផលប៉ះពាល់នៃបរិស្ថាននិងសង្គមដែលមិនគ្រប់គ្រាន់ចំពោះទំនប់វារីអគ្គិសនីសម្បូរនៅក្នុងខេត្តក្រចេះត្រូវអ្នកស្រាវជ្រាវបញ្ជាក់ថាគឺជាគម្រោងធំជាងគេនៅក្នុងចំណោមទំនប់ទាំងឡាយដែលគ្រោងនឹងសាងសង់និងបានសាងសង់រួចនៅលើទួលទន្លេមេគង្គរាប់ទាំងក្នុងប្រទេសឡាវនិងក្នុងប្រទេសវៀតណាមវិទ្យាស្ថានកេរដំណែលធម្មជាតិដែលមានទីតាំងនៅក្នុងក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិកត្រូវក្រសួងរាយនិងធម្មពលកម្ពុជាជួលឲ្យស្រាវជ្រាវពីបរិស្ថាននិងជំរឿសនៅសម្បូរចាប់ផ្ដើមកាលពីឆ្នាំ2014វិទ្យាស្ថាននេះបានចេញរបាយការណ៍ស្រាវជ្រាវកាលពីខែធ្នូឆ្នាំ2017កន្លងទៅបញ្ជាក់ថា
ទំនប់វារីអគ្គិសនីសម្បូរមានទំហំ 2600 មេហ្គាវ៉ាត់តាមគម្រោងនឹងតម្រូវឲ្យសាងសង់ទំនប់បេតុងកម្ពស់ 33 ម៉ែត្រនិង 18 គីឡូម៉ែត្រកាត់ទៅទិងផ្ទៃទន្លេមេគង្គត្រង់តំបន់មួយនៅស្រុកសម្បូរខេត្តក្រចេះនិងមានផ្ទៃបាតអាងប្រវែងដល់ទៅ 80 គីឡូម៉ែត្រអ្នកនាំពាក្យអគ្គនាយកដ្ឋានធម្មពលនៃក្រសួងរ៉ែនិងធម្មពលលោក Victor Zona ធ្លាប់បានបញ្ជាក់ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី 6 ខែកក្កដាថារដ្ឋាភិបាលនឹងនៅតែបន្តសិក្សាពីលទ្ធភាពសាងសង់ទំនប់វារីអគ្គិសនីបន្ថែមទៀតចំណែករដ្ឋលេខាធិការនៃក្រសួងរ៉ែនិងធម្មពលលោកអ៊ិតប្រាងបានប្រាប់កាសែតអង់គ្លេស The Guardian ថាការសម្រេចថាតើសាងសង់ឬមិនសាងសង់ទំនប់វារីអគ្គិសនីសម្បូរនេះនឹងត្រូវធ្វើឡើងនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី 6 នេះអាស៊ីសេរីព្យាយាមតាក់ទងទៅអ្នកនាំពាក្យអគ្គនាយកដ្ឋានធម្មពលនៃក្រសួងរ៉ែនិងធម្មពលលោក Victor Zona ជាច្រើនលើកច្រើនសារដើម្បីសាកសួរព័ត៌មានបន្ថែមប៉ុន្តែគ្មានអ្នកលើកទូរស័ព្ទទេតែទៅនឹងការសិក្សាពីគម្រោងទំនប់វារីអគ្គិសនីនាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេ3លោកលៀងប៊ុនលៀបលើកឡើងថាគ្រប់សំណើសុំសាងសង់ទំនប់វារីអគ្គិសនីសុទ្ធតែបានលើកឡើងពីផលចំណេញដែលនឹងទទួលបានពីការសាងសង់ទំនប់ប៉ុន្តែលោកថាទំហំនៃផលប៉ះពាល់វិញក៏បន្តិចតូចដែរដែលពេលខ្លះអាចលើសលប់ជាងផលចំណេញករណីនេះលោកអំពីវនីរដ្ឋាភិបាលគិតគូរឲ្យបានល្អិតល្អន់ចំពោះគម្រោងវារីអគ្គិសនីថ្មីទាំងឡាយដោយសម្លឹងមើលពីផលប៉ះពាល់ដែលកើតពីគម្រោងដែលមានស្រាប់រួមទាំងមហន្តរាយដោយសារតែទំនប់វារីអគ្គិសនីសេពីនសេណាមណយវារីអគ្គិសនីនឹងពិតជាផ្ដល់ផលប្រយោជន៍មហាសាលមែនដល់សេដ្ឋកិច្ចជាតិដល់ប្រាក់ចំណូលជាតិឬមួយក៏វាអាចជាករណីដូចជាសេពីនសេណាមណយម្ដងហើយនឹងកាលពីឆ្នាំ96គឺនៅអាយ៉ាលីដាននៃប្រទេសវៀតណាមហ្នឹងក៏ចម្ងាយ80គីឡូពីព្រំដែនដូចគ្នានឹងឯងហើយក៏ធ្លាប់បាក់ហើយបង្កឲ្យលិចលង់ទ្រព្យសម្បត្តិអីប្រហាក់ប្រហែលដូចគ្នាបាទនេះក៏ដែលវារីអគ្គិសនីល្មមຂະຫນາດ900មេហ្គាវ៉ាត់ទន្លេមេគង្គស្ថិតនៅក្នុងចំណោមទន្លេធំៗនៅក្នុងពិភពលោកដោយហូរកាត់ប្រទេសចិនឡាវថៃកម្ពុជានិងវៀតណាមនៅភាគខាងលើគឺភាគដែលស្ថិតនៅក្នុងប្រទេសចិនដែលហៅជាភាសាចិនថាឡានឆាងនោះមានទំនប់វារីអគ្គិសនីចំនួន7កំពុងដំណើរការទាញយកថាមពលអគ្គិសនីរបាយការណ៍ស្រាវជ្រាវនានាឲ្យដឹងថាប្រទេសចិនបានសាងសង់ទំនប់ទាំងនោះដោយពុំបានប្រឹក្សាយោបល់និងបណ្ដាប្រទេសនៅខ្សែទឹកខាងក្រោមឡើយលើសពីនេះទិន្នន័យទាំងឡាយក៏ត្រូវបិទជិតចំពោះដងទន្លេមេគង្គភាគខាងក្រោមវិញប្រទេសឡាវកម្ពុជាវៀតណាមនិងថៃបានដាក់គម្រោងថានឹងសាងសង់ទំនប់សរុបចំនួន11ក្នុងនោះឡាវមានគម្រោងសាងសង់ទំនប់ចំនួន9ដើម្បីបំពេញសេចក្តីសុបិនរបស់ប្រទេសនេះដែលចង់ក្លាយជាប្រទេសមានថាមពលប្រចាំតំបន់អាស៊ីហើយគោលដៅចម្បងគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបើទោះបីជាមិនស្ថិតនៅក្នុងទឹកដីនៃប្រទេសចិនក៏ទំនប់វារីអគ្គិសនីនៅលើទួលទន្លេមេគង្គត្រូវបានសាងសង់ឡើងដោយមានភាគហ៊ុននៃក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិនដដែលនៅក្នុងរបាយការណ៍របស់វិទ្យាស្ថានកេរដំណែលធម្មជាតិឲ្យដឹងថាគម្រោងទំនប់វារីអគ្គិសនីសម្បូរបានស្នើឡើងតាំងពីដំបូងដោយក្រុមហ៊ុនចិនឈ្មោះ China Southern Power ដោយឡែករដ្ឋលេខាធិការនៃក្រសួងរ៉ែនិងធម្មពលលោកអ៊ិតប្រាងបានប្រាប់កាសែតអង់គ្លេស The Guardian ថារដ្ឋាភិបាលក្រុងភ្នំពេញបានសម្រេចប្រគល់សិទ្ធិវិនិយោគគម្រោងទំនប់វារីអគ្គិសនីសម្បូរនេះទៅឲ្យក្រុមហ៊ុនចិនឈ្មោះថា Hydro Lanchang International Energy ដែលបច្ចុប្បន្នមានភាគហ៊ុន 51% ក្នុងគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម2ដល់ចម្រោងចម្រាស់នៅក្នុងខេត្តស្ទឹងត្រែងនៅមុនពេលមានការបែកធ្លាយព័ត៌មានពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសម្បូរដែលស្រាវជ្រាវដោយវិទ្យាស្ថានកេរដំណែលធម្មជាតិកាលពីចុងឆ្នាំ2016អ្នកសហគមន៍និងអ្នកការពារបរិស្ថានបាននាំគ្នាដាក់លិខិតទៅរដ្ឋសភានិងក្រសួងពាក់ព័ន្ធឲ្យផ្អាកគម្រោងសាងសង់ទំនប់មួយនេះលោកស្រីហេងគិនរស់នៅលើកោះងាវក្នុងស្រុកសម្បូរនិយាយថាលោកស្រីបានឮតគ្នាថាភូមិអ្នកស្រីគឺនៅគៀកនឹងតំបន់ដែលគេគ្រោងធ្វើទំនប់វារីអគ្គិសនីសម្បូរលោកស្រីថាអ្នកភូមិប្រមាណ170គ្រួសារនៅលើកោះងាវរស់នៅពឹងផ្អែកលើទឹកទន្លេមេគង្គដើម្បីធ្វើស្រែចម្ការនិងនេសាទលោកស្រីបារម្ភថាគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះនឹងបណ្ដេញអ្នកភូមិដោយបង្ខំធ្វើលោកស្រីមិនចង់បានទំនប់វារីអគ្គិសនីនេះទេអូប៉ះពាល់ច្រើនណាស់ដូចជាថាធនធានធម្មជាតិដូចជាត្រីព្រោះពូខ្ញុំរងថ្ងៃរស់ដោយសារត្រីណានៅនឹងទឹករស់ដោយសារត្រីនៅលើដីរស់ដោយសារស្រូវដោយសារភោគផលដំណាំទាំងអស់ចាកាលណាបើសិនជាថាគេបាត់គេធ្វើទំនប់វារីអគ្គិសនីមែនទេមិនអញ្ចឹងមិនពូខ្ញុំនឹងការលិចលង់នឹងបាត់បង់ហ្នឹងវាមិនទៅអស់ហើយទេអ្នកសហគមន៍ដែលរស់នៅពឹងផ្អែកលើរបរនេសាទនិយាយថាពួកគេនឹងពុំមានជំរើសអ្វីក្រៅតែពីធ្វើចំណាក់ស្រុក
ដើម្បីរកការងារធ្វើទេប្រសិនបើទំនប់នេះត្រូវបានសាងសង់បើទោះបីជាមានការតវ៉ាពីផលប៉ះពាល់ដែលអាចកើតឡើងពីទំនប់នេះក្តីក៏រហូតមកដល់ពេលនេះនៅមិនទាន់មានការពិភាក្សាយោបល់ជាមួយពលរដ្ឋដែលរស់នៅតំបន់នេះនៅឡើយដែលបញ្ហានេះតែងតែកើតជាញឹកញាប់ស្ទើររាល់គម្រោងសាងសង់ទំនប់វារីអគ្គិសនីមិនខុសពីក្តីបារម្ភរបស់ពលរដ្ឋទេរបាយការណ៍របស់វិទ្យាស្ថានគេដំណើរធម្មជាតិបញ្ជាក់ថាមានពូជត្រីចំនួន329ស្មើនឹង 42% នៃពូជត្រីក្នុងទន្លេមេគង្គត្រូវបានគេរកឃើញថាមាននៅសម្បូរក្នុងនោះទៀតមាន40ប្រភេទជាពូជត្រីកម្រលើសពីនេះតំបន់នេះមានអន្លង់ជំរកនិងជាទីពងកូនរបស់ផ្សោតដែលជាប្រភេទត្រីដែលស្ទើរនឹងដាច់ពូជទៅហើយនាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេ3លោកលៀងប៊ុនលៀបមានប្រសាសន៍ថាប្រសិនបើទំនប់សម្បូរត្រូវបានសាងសង់នៅត្រង់តំបន់ដែលបានស្នើឡើងមែននោះនឹងបង្កវិនាសកម្មយ៉ាងធំធេងដល់ធនធានធម្មជាតិក្នុងអាងទន្លេមេគង្គដែលនឹងគំរាមកំហែងដល់សន្តិសុខស្បៀងនៅក្នុងតំបន់ព្រោះទំនប់នោះនឹងរាំងខ្ទប់ការផ្លាស់ទីរបស់ត្រីនៅក្នុងប្រព័ន្ធទន្លេមេគង្គទាំងមូលលោកថាផលប៉ះពាល់ពិតប្រាកដគឺកើតទៅលើពលរដ្ឋក្រីក្រត្រីដែលសំខាន់គឺយើងមានអន្លង់ត្រីតែទីពិចេះរហូតមកប៉ែកខាងលើទេដែលមានអន្លង់ត្រីដែលផ្ដល់ពូជកូនត្រីទៅក្នុងទន្លេសាបឬក៏ទន្លេរទេទៀតអញ្ចឹងបើសិនជាយើងបិទនៅសម្បូរទៅវាបណ្ដាលឲ្យត្រីប្រភេទត្រីសដែលផ្លាស់ទីមកពងនៅប៉ែកខាងលើអន្លង់ចាប់ពីកញ្ចេះស្ទឹងត្រែងហើយនឹងរតនគិរីមណ្ឌលគិរីទន្លេទាំង3ដែលជាទន្លេមានអន្លង់ជ្រៅអន្លង់ផ្សោតអន្លង់ទៀនអន្លង់ផ្ទល់អន្លង់ប៊ុងថ្មទាំងអស់ហ្នឹងគឺត្រីអស់នោះខាងបានមកពងហើយគ្រូលោកបន្តទៀតថាបន្ថែមពីលើនេះទំនប់សម្បូរនឹងរាំងខ្ទប់លំហូរដីល្បាប់ដែលនឹងប៉ះពាល់ដល់ការងារកសិកម្មរបស់ពលរដ្ឋនៅភាគខាងក្រោមនៃទន្លេមានទាំងតំបន់ដីសណ្ដនៅក្នុងប្រទេសវៀតណាមផងព្រោះកាលណាយើងបិទទំនប់សម្បូរបានសេចក្តីតាទឹកដែលនៅផ្នែកដីសណ្ដនៃទន្លេមេគង្គនៃប្រទេសវៀតណាមនឹងអត់ទឹកប្រើហើយនៅទីនោះឯងគឺប្រជាពលរដ្ឋធ្វើកសិកម្មយ៉ាងច្រើនហើយផលចំណូលពីកសិកម្មហ្នឹងគឺរាប់ពាន់លានប្រសិនបើមានទំនប់សម្បូរបណ្ដាលឲ្យទឹកនៅខាងក្រោមអត់ព្រោះរឿងវិរិយអគ្គិសនីនេះគឺជារឿងដែលយើងដឹងហើយថាជារឿងអាក្រក់នៅពេលដែលទឹកដែលយើងខ្វះគេបាត់ទឹកប្រើថែមធ្វើឲ្យយើងកាន់តែខ្វះហើយនៅពេលដែលទឹកនឹងច្រើនជន់គេបើកទឹកបន្ថែមទៅពលិចបាទនេះបច្ច័យអាក្រក់ដែលបណ្ដាលមកពីវិរិយអគ្គិសនីផ្ទុយពីនេះចំពោះលោកហ៊ុនសែនដែលចង់អភិវឌ្ឍវិរិយអគ្គិសនីតែរិះគន់ក្រុមអ្នកបរិស្ថានថាជាក្រុមអ្នករារាំងការអភិវឌ្ឍនៅកម្ពុជាលោកបានថ្លែងបែបនេះជាថ្មីទៀតនៅក្នុងពេលបិទទ្វារទឹកនៅតំបន់វារីអគ្គិសនីសេសានក្រោម2កាលពីខែកញ្ញាឆ្នាំ2017ក៏ប៉ុន្តែលើពិភពលោកនេះតើមានការអភិវឌ្ឍណាមួយដែលវាមិនប៉ះពាល់ដល់បរិស្ថាននោះចំណុចនេះខ្ញុំគិតថាអ្នកបរិស្ថាននិយមជ្រុលមួយចំនួនគួរតែត្រូវបានត្រេះរិះឡើងវិញមកខាងខ្លួនទាមទារមានអគ្គិសនីប្រើប្រាស់និងតម្លៃថោកតែមកខាងទៀតខ្លួនតែងតែទៅរារាំងនិងដើម្បីនឹងបញ្ជាកុំឲ្យមានការអភិវឌ្ឍដូច្នេះនៃពិតប្រាកដគឺអ្វីបើទោះជាយ៉ាងណារបាយការណ៍របស់វិទ្យាស្ថានគេដំណើរធម្មជាតិដដែលបញ្ជាក់ថាផលត្រីសរុបដែលប្រមូលបាននឹងថយចុះពី 26% ទៅ 42% មានន័យថាទិន្នផលត្រីពី 50,000 តោនទៅ 88,000 តោននឹងត្រូវបាត់បង់បច្ចុប្បន្នកម្ពុជាមានទំនប់វារីអគ្គិសនីធំៗចំនួន4ដែលសុទ្ធសឹងជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនដូចជាទំនប់វារីអគ្គិសនីកំចាយដែលមានទំហំ194មេហ្គាវ៉ាត់ក្នុងខេត្តកំពតទំនប់ស្ទឹងតាតៃទំហំ246មេហ្គាវ៉ាត់និងទំនប់ឫស្សីជ្រុំក្រោម338មេហ្គាវ៉ាត់ដែលទំនប់ទាំងពីរស្ថិតនៅក្នុងខេត្តកោះកុងហើយចុងក្រោយគឺទំនប់សេសានក្រោម2ទំហំ400មេហ្គាវ៉ាត់នៅក្នុងខេត្តស្ទឹងត្រែងដែលនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ2018នេះតែបើទោះជាយ៉ាងណាទំហំនៃទំនប់វារីអគ្គិសនីទាំងនេះគឺនៅតូចនៅឡើយបើប្រៀបធៀបនឹងទំនប់វារីអគ្គិសនីសម្បូរចំពោះការស្រាវជ្រាវរបស់វិទ្យាស្ថានគេដំណើរធម្មជាតិក៏បានផ្ដល់នូវជំរើសមួយចំនួនសម្រាប់កាត់បន្ថយផលប៉ះពាល់ជាពិសេសគឺផលប៉ះពាល់ទៅលើលំហូរទឹកទន្លេមេគង្គនិងដៃសំខាន់ៗរបស់ទន្លេនេះលំហូរដីសណ្ដនិងបំលាស់ទីរបស់ត្រីគ្រប់ប្រភេទក្នុងនោះដែរជំរើសដែលផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចវិជ្ជមានជារួមទៅដល់ប្រទេសកម្ពុជាគឺការដំឡើងប្រព័ន្ធស្រូបពន្លឺព្រះអាទិត្យនៅលើទំនប់វារីអគ្គិសនីសេសានក្រោម2ដែលមានស្រាប់ជំនួសឲ្យការសាងសង់ទំនប់វារីអគ្គិសនីសម្បូរនេះដែលនឹងជួយបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីទ្វេដងគឺរហូតដល់ជាង800មេហ្គាវ៉ាត់